សួស្តីហើយក៏សូមជម្រាបសួរទៅដល់បងប្អូនដែលតាមដានទស្សនារបស់ខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតចែកម្លែកអំពីបក្សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Black Sparrowhawk ឬក៏ Black Goshawk ជាប្រភេទបក្សីប្រមាញ់នៅប៉ែកអឺរ៉ុបហើយបក្សីប្រភេទនេះគេស្គាល់ថាជាប្រភេទ Great Sparrowhawk ផងដែរគឺជាប្រភេទសត្វព្រៃត្រូវបានគេរកឃើញនៅក្នុងទ្វីបអាហ្វ្រិកខាងត្បូងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកពួកវារស់នៅតាមតំបន់ព្រំដែនដែលសម្បូរព្រៃនិងច្រាំងទន្លេលាតសន្ធឹងនៅតាមតំបន់ព្រៃស្ងួតពួកវាអាចត្រូវបានគេរកឃើញនៅតំបន់ជាច្រើនទៀតនៅក្នុងព្រៃកោងកាងនិងតំបន់ឆ្នេរនៃប្រទេសកេនយ៉ាផងដែរជាបក្សីប្រមាញ់ដែលបងប្អូនមិនដែលស្គាល់ពីមុនមករូបរាងរបស់វាគឺមានពណ៌ខ្មៅតែនេះឯងហើយគឺជាប្រភេទបក្សីប្រមាញ់មួយប្រភេទដែលនៅកម្ពុជាយើងគឺមិនមានប្រភេទឬក៏ពូជចម្បូរបក្សីប្រភេទនេះឡើយតម្លៃខ្លួនរបស់វាបើតាមខ្ញុំបានសិក្សានិងស្រាវជ្រាវនៅក្នុងគេហទំព័រគេបញ្ជាក់ថាតម្លៃរបស់វាគឺក្រោម$2,000ប៉ុន្តែសមត្ថភាពនៅក្នុងការប្រមាញ់ចាប់យកចំណីគឺខ្ញុំអត់បានដឹងថាបក្សីប្រភេទនេះគឺប្រមាញ់ល្អឬក៏មិនល្អនោះទេហើយក៏អំបូររបស់វាគឺមិនសូវជាមានពូជឬក៏អំបូរច្រើនប្រភេទណាស់ណាដែរប្រភេទបក្សីនេះគឺមានប្រហែលជា1500ក្បាលទៅ2000ក្បាលទេប៉ុន្តែខ្ញុំក៏អត់ដឹងថាជាប្រភេទបក្សីស្ថិតនៅក្នុងបញ្ជីក្រហមឬក៏យ៉ាងណាដែរហើយតម្លៃដែលខ្ញុំបញ្ជាក់នៅខាងលើនេះក៏មិនប្រកាសថាជាតម្លៃមួយជាក់ស្ដែងដែរដោយសារជាប្រភេទបក្សីកម្រជាទូទៅប្រភេទបក្សីនេះមានទម្ងន់ចាប់ពីបក្សីឈ្មោលគឺមានទម្ងន់ប្រហែលពី400ច្រឡំសំទោសបងប្អូនបក្សីឈ្មោលមានទម្ងន់ប្រហែលជាពី450ក្រាមទៅ650ក្រាមបក្សីឈ្មោលជាទូទៅគឺមានទម្ងន់ស្រាលជាងបក្សីញីគឺមានទម្ងន់ធ្ងន់ជាងប្រភេទបក្សីប្រមាញ់គឺបក្សីញីគឺធំជាងអញ្ចឹងបងប្អូនដែលឃើញបងប្អូននៅកម្ពុជាយើងលេងបក្សីធំប្រភេទនោះគឺជាបក្សីញីហើយបងប្អូនខ្លះកាន់តែរៀងទូចគឺជាបក្សីឈ្មោលអញ្ចឹងចំពោះបក្សីប្រមាញ់គឺសត្វឈ្មោលធំជាងសត្វញីបងប្អូនត្រូវចាំថាបក្សីប្រមាញ់គឺសត្វញីធំជាងសត្វឈ្មោលរហូតហើយចំពោះបក្សីញីគឺមានទម្ងន់ចាប់ពីចន្លោះពី750ក្រាមទៅ1200ក្រាមប្រវែងរបស់វាជាទូទៅបក្សីឈ្មោលនិងបក្សីញីមានប្រវែងប្រហែលជា50សង់ទីម៉ែត្រដែលយើងហៅថាកន្លះម៉ែត្រអញ្ចឹងប្រវែងដងខ្លួនពីក្បាលទៅកន្ទុយរបស់វាប្រវែងពីប្រហែលតែ50ម៉ែត្រទេហើយប្រវែងស្លាបនៅពេលដែលវាសន្ទះស្លាបហើយគឺមានប្រវែងរហូតដល់1ម៉ែត្រទាំងបក្សីឈ្មោលនិងបក្សីញីអញ្ចឹងបក្សីញីគឺធំជាងបក្សីឈ្មោលអញ្ចឹងវាសន្ទះស្លាបអីគឺធំជាងបក្សីឈ្មោលអញ្ចឹងចំពោះបក្សីប្រភេទនេះគឺកម្របងប្អូនកម្រណាស់បក្សីប្រភេទនេះគឺកម្រអញ្ចឹងបងប្អូនអាចឃើញតែរូបភាពទេមិនអាចឃើញជាវីដេអូផ្សេងតាក់ទងអំពីវាទេសូម្បីតែនៅក្នុងប្រព័ន្ធ YouTube អីហ្នឹងក៏មិនសូវជាមានប្រភេទបក្សីនេះយកមកកាន់នៅក្នុងដៃដែរបើសិនជាមាននៅក្នុងបែបលក្ខណៈសួនសត្វឬក៏បែបកសិដ្ឋានក្នុងការកាត់ប៉ុណ្ណឹងឯងជាទូទៅបក្សីប្រភេទនេះវាបង្កាត់ពូជចាប់ពីខែឧសភាដល់ខែតុលាហើយពងរបស់វាចាប់ពី2គ្រាប់ឬក៏3គ្រាប់ការចិញ្ចឹមកូននិង3បាច់ខែកូននិងការក្រាបពងគឺវាមិនខុសពីប្រភេទបក្សីប្រមាញ់ដទៃទេគឺចន្លោះរបស់វាចាប់ពី40ទៅ35ថ្ងៃឬក៏អាចលើសដល់បន្តិចបន្តួចទៅតាមសីតុណ្ហភាពនៃការក្រាបពងរបស់វាចំណីរបស់វាក៏មិនខុសពីបក្សីប្រភេទផ្សេងទៀតដែរគឺវាចាប់កណ្ដុរចាប់បក្សីចាប់ពពួកទុនសាយឬក៏ពពួកល្មូនជាចំណីឬក៏ពពួកម៉ាម៉ូសត្វរកនៅក្រោមដីនឹងជាចំណីផងដែរហើយចំពោះការបង្កាត់ពូជរបស់វានោះគឺនៅតាមតំបន់ផ្សេងគឺវាខុសគ្នាដែរពូជខ្លះគឺវាបង្កាត់ចាប់ពីខែកក្កដានិងខែកុម្ភៈចំពោះស្ទាំងខ្មៅនៅអាហ្វ្រិកខាងកើតក៏វាបង្កាត់ពូជស្ទើរតែគ្រប់រដូវកាលតែម្ដងបានន័យថាគឺវាបង្កាត់ពូជសឹងតែគ្រប់រដូវកាលដូចជាប្រភេទសត្វហារីអញ្ចឹងដែរ
những bạn xây phết nick cứ cầm đó nè xong bây giờ được tham chia dưỡng còn miền bóng ổn là do mà lên đấy hỏi nhầm còn đầu tha bạn xây phết nick rồi mạnh lõ rồi cô mình rồi mạnh lõ đây nhưng nhầm còn là bạn thưa chi video chạy chun bóng ổn tu sân ông pi rút riêng rồi bảo viết nâng tùng ngôn rồi bảo viết phía trán cái hai viết thà là spiral hop bàn tay cứ tùng ngôn bảo viết cứ tùng ngôn chiếc spiral hop bảo dương dân mưa một plate dương mà tài bạn sẽ được tôi tài gặp bất bạn sẽ nít cứ thòng một bọn thòng những tùng ngôn bảo viết chập pi cả là cả lầu rồi có 420 gram là tới cứ việc thòng hỏi một bọn những tùng ngôn biết cứ 32 năm và phe Stan Harry nhí nâng Stan Harry mua dưỡng này nhưng tùng ngôn bảo viết cứ tùng ngôn một bọn những và phe Stan Harry và phe mua cô tùng ngôn chập pi cả là cả lỗ rồi cô bằng mùi khăm và khăm này nhưng và phe bạn sẽ nhí cô tùng ngôn phải chi bằng 7 khăm từ mà cả lỗ bị khăm được cái điều này nhưng tùng ngôn bảo viết cứ và phe 32 nâng Stan Harry hai nâng và phe Stan go rồi dưỡng này bàn tay ở vậy đại sầm kháng cứ mua bảo viết cứ giờ riêng nâng spiral hop và spiral hop thầm ná cứ tùng ngôn bảo viết hai chia tung bay khang cả là cho cầu thế cứ ở đó 4 khang mà chụp bộ sẵn nhí họ sẵn mua hai chia pi khang cả là cho cầu mình thế nhưngประเภท bạn xây đi vậy thì bạn ta chia bạn xây là miền mua chia ประเภท là black spiral hop mẹ bạn ta chia bạn xây là miền tùng ngôn u xóm này chẳng sầm đẹp là ca can liên ấy cứ mà là môn mình chọc đầy này một bộ ba bộ chụp bộ video một nhóm cứ miền ở phần năng tế tẹt tông chụp mùi nâng ประเภท black spiral hop được cô là dương hai bài tiết thà black skull hop hỏi bạn xây đi cứ chia bạn xây được cái sọc mình chia bạn xây được không sọc bỏ dương tế ở con trác bye bye chấm riêng lý chụp video cào ở con